ជំរាបសួរពុកម៉ែបងប្អូនចាកូនខ្ញុំកាលពីប្រហែលថ្ងៃមុនហ្នឹងគាត់បានដើរធ្លាក់កលុកហើយទៅប៉ោងជើងដើររួចទេចាដល់រយៈពេល2ថ្ងៃនេះខ្ញុំបានហុំស្រាសជាមួយរំដេងហើយនឹងខ្ញីចាហើយទៅឃើញថាគាត់ឥឡូវគាត់អាចដើរបានហើយប៉ុន្តែនៅរៀងប៉ាំងខ្ញាក់ចាហើយយើងមើលពីលើអញ្ចេះគេឃើញថារៀងនៅប៉ោងនេះបងប្អូននេះរៀងប៉ោងណានៅនេះរៀងប៉ោងចាប៉ុន្តែឃើញស្រកច្រើនហើយគាត់ដើរបានបើ2ថ្ងៃមុនដើរកើតទេបងប្អូនអើយចាដោយសារគាត់ឈឺដល់ខ្ញុំហុំបាន2យប់ឃើញថាគាត់ដើរបានហើយថ្ងៃនេះខ្ញុំចាប់ដើមរុំបន្តឲ្យគាត់ទៀតចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ស្រាសរំដេងហើយនឹងខ្ញីហ្នឹងដាក់ពពុកជើងគាត់ត្រង់ហើមហ្នឹងចាហើយឃើញថាស្រកច្រើនណាហើយក៏សូមអធិស្ឋានដែរពេលប៉ោងខ្លាំងខ្ញុំបានថតចែកជូនពុកម៉ែបងប្អូនមើលចាប៉ុន្តែបើបងប្អូនជឿអាចសាកល្បងបានរយៈដែលគ្រាប់ក្រិចយូរហើយអត់ជាចាពោះជើងខ្ញុំមុនមេជើងក្រិចរាប់ខែខ្ញុំបិទបល័យខ្ញីបល័យហើយនឹងស្រាសអត់បាត់ទេបងប្អូនដល់ខ្ញុំដាក់អញ្ចឹងប៉ុន្តែខ្ញុំថែមគល់លក្រីទៀតចាខ្ញុំបិទបាន2-3ថ្ងៃឃើញថាវាធូរច្រើនហើយខ្ញុំដល់កូនអញ្ចឹងទៅក៏ខ្ញុំនៅឃើញការខ្ញុំហ្នឹងហើមជើងក្រិចជើងហ្នឹងវាអត់បាត់បល័យផងកលែងវែកផងអត់បាត់ក៏ខ្ញុំធ្វើរបៀបនេះរយៈពេលតែ2-3ថ្ងៃជាអញ្ចឹងក៏ខ្ញុំយកមកចែករំលែកពុកម៉ែបងប្អូនដែលឈឺជើងអាចសាកល្បងបានបងប្អូនមិនចំណាយអត់ច្រើនទេបើថាអត់មានយើងទិញតែខ្ញីពីផ្សារមក500 1000ឬក៏រំដេងនឹង400-500 1000មកយើងអាចយកមកបុកជាមួយចូលគ្នាអញ្ចឹងទៅយកមកដាក់ស្រាសហើយខ្ញុំនេះខ្ញុំទិញខ្ញីខ្ញុំមានស្រាប់ហើយខ្ញុំដាក់ស្រាសទិញឲ្យកូនបងនោះទៅទិញតែ500យកមកដាក់ហុំដាក់បុកហើយដាក់លាយគ្នាទៅណាហើយឃើញថាបានផលពិតក៏ធ្វើវីដេអូនេះដើម្បីចែករំលែកពុកម៉ែបងប្អូនដែលមានកូនឬក៏ខ្លួនឯងឆ្លោះក្រិចចាអាចសាកល្បងបានចាអត់ចំណាយច្រើនទេចាបងប្អូនជឿអាចក៏សាកល្បងបានទៅព្រោះនេះគឺជាការចែករំលែកចាឥឡូវនេះខ្ញុំហុំហើយពុកម៉ែបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនចាអរគុណ